ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាអ្នកទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពី article អញ្ចឹងបន្តទៀតអ្នកនរគ្នានឹងដឹងហើយថាតើគេប្រើប្រាស់ article នៅពេលណាឥឡូវយើងមើលអ្នកនរគ្នាគេថា we use before words that begin with a consonant sound ពួកយើងប្រើប្រាស់ពាក្យនៅខាងមុខពាក្យដែលផ្ដើមដោយសូរជើងជំនះអញ្ចឹងថាពាក្យដែលផ្ដើមដោយសូរជើងជំនះហ្នឹងតែគេផ្ដើមរបៀបម៉េចតោះយើងមកមើលឧទាហរណ៍ទាំងអស់គ្នាឧទាហរណ៍ទី1យើងឃើញពាក្យ book អញ្ចឹងពាក្យ book ពាក្យយើងប្រើប្រាស់នៅខាងមុខពាក្យហ្នឹងអាចជានាមអញ្ចឹងឥឡូវយើងមើលពាក្យនាមដែលប្រើនៅខាងក្រោយពាក្យមានពាក្យ book អញ្ចឹងឃើញនេះ book ផ្ដើមដោយអក្សរ b អញ្ចឹងអក្សរ b ហ្នឹងគឺមានសូរ b អញ្ចឹងសូរ b គឺជាសូរពីរនាក់អញ្ចឹងហើយបានជាខាងមុខពាក្យ book យើងប្រើពាក្យឧទាហរណ៍ទី2ក៏ដូចគ្នាដែរ pen អក្សរ p ពាក្យនេះគឺផ្ដើមដោយអក្សរ p អញ្ចឹងអក្សរ p គឺមានសូរអញ្ចឹង p គឺជាសូរពីរនាក់ pen អញ្ចឹងហើយបានជាយើងប្រើប្រាស់ពាក្យនៅខាងមុខពាក្យ pen ឧទាហរណ៍ទី3មានដូចជាពាក្យ chair គេឃើញពាក្យ chair យើងផ្ដើមដោយអក្សរ ch កន្លែងហ្នឹងគឺយើងមិនមែនផ្ដើមដោយតែអក្សរ c មួយទេណាដោយសារតែអក្សរ ch ពីរនេះពីរអក្សរនេះចូលគ្នាគឺមានសូរ ch អញ្ចឹងហើយនេះ ch មានសូរ ch គឺជាសូរព្យញ្ជនៈអញ្ចឹងហើយយើងដាក់ពាក្យនៅខាងមុខពាក្យ chair chair អញ្ចឹងសរុបរួមវិញម្ដងទៀតគឺយើងប្រើប្រាស់ពាក្យនៅខាងមុខពាក្យឬខាងមុខនាមដែលផ្ដើមដោយសូរយើងសង្កត់ធ្ងន់ទៅលើសូរយើងអត់សង្កត់ធ្ងន់ទៅលើអក្សរទេព្រោះមានអក្សរខ្លះជាអក្សរប្រាក់ប៉ុន្តែវាជាមានសូរព្យញ្ជនៈផ្សេងខ្ញុំនឹងលើកបង្ហាញអ្នកទាំងអស់គ្នានៅវីដេអូក្រោយទាក់ទងជាមួយនឹងអក្សរអ្វីខ្លះដែលជាអក្សរដែលគេហៅថាជាតួអក្សរជាប្រាក់អញ្ចឹងណាប៉ុន្តែបែរជាមានសូរព្យញ្ជនៈអក្សរអ្វីខ្លះដែលជាសូរព្យញ្ជនៈប៉ុន្តែបែរជាមានសូរប្រាក់ទៅវិញអញ្ចឹង book pen chair អញ្ចឹងវីដេអូរបស់ខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេដើម្បីចែករំលែកដល់អ្នកតាមដានទស្សនាទាំងអស់គ្នាហើយក៏ដូចជាបងប្អូនដែលគាត់មិនទាន់យល់ច្បាស់ឥឡូវគឺគាត់អាចនឹងយល់ច្បាស់ពីវីដេអូនេះបានសូមអរគុណ